ការឲ្យលុយគេខ្ចីនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិតបើយើងមានលុយឲ្យលុយគេខ្ចីនោះលុយរបស់យើងនឹងคล้ายទៅជារឿងរ៉ាវឆ្លោះទាស់ទែងគ្នាដោយសារតែលុយរបស់ខ្លួនឯងចឹងបើយើងមានលុយឲ្យគេខ្ចីហើយគឺនាំបញ្ហាដល់ខ្លួនទៀតប្រសិនណាបើជៀសបានក៏ជៀសទៅបានមិនចាំបាច់ចង់បានការស៊ីនាំតែពិបាកទេបាទដូចមានរឿងមួយឲ្យលុយគេខ្ចីរាប់ពាន់ដុល្លាររាប់ម៉ឺនដុល្លារចុះកិច្ចសន្យាផ្តិតមេដៃត្រឹមត្រូវមានសាក់មានសីពេលដែលម្ចាស់បំណុលឲ្យលុយអ្នកខ្ចីហើយអញ្ចឹងអ្នកដែលខ្ចីគឺជាអ្នកចម្ពាក់អញ្ចឹងអ្នកចម្ពាក់លុយគេហ្នឹងរកគ្រប់វិធីដើម្បីដោះស្រាយកុំឲ្យបានសងលុយគេឧទាហរណ៍ដូចជាទៅរកគ្រូធ្វើអំពើអាបធ្មប់ឲ្យអ្នកម្ចាស់លុយហ្នឹងឲ្យអ្នកម្ចាស់បំណុលហ្នឹងស្លាប់បាទបើសិនណាមិនរកគ្រូធ្វើអំពើខ្មៅងងឹតឲ្យស្លាប់ទេអញ្ចឹងម្ចាស់លុយហ្នឹងម្ចាស់បំណុលហ្នឹងតែងតែទៅទាអញ្ចឹងជាពាក់គេច្រើនពេកវាន់កគ្មានលុយសងអញ្ចឹងអំពើអាក្រក់យ៉ាងម៉េចក៏ហ៊ានធ្វើដែរបាទធ្វើដំបងធ្វើឲ្យឈឺយ៉ាងទៅរ៉ាំរ៉ៃយ៉ាងទៅពេទ្យទៅគ្រូអីដោះក៏អត់ជាដែរបាទហ្នឹងគឺអំពើមុនខ្មៅគេហ្នឹងគឺពូកែបាទហើយម្ចាស់លុយហ្នឹងគឺទុកចិត្តគេណាស់បាទអ្នកណានិយាយថាយ៉ាងម៉េចក៏អត់ជឿដែរបាទហើយអ្នកដែលមានគោលបំណងចង់ខ្ចីលុយគេនេះគឺមានគ្រប់វិធីបែបយ៉ាងដូចជាទៅធ្វើឲ្យគេនឹងអាណិតអសូរបាទកុំឲ្យគេនឹងទៅទាលុយក៏មានដែរបាទធ្វើចងមាត់បាទយើងចងមាត់ដូចយើងចងមាត់ពោះវែកអញ្ចឹងណាចងមាត់ខ្លាចងមាត់ដំរីអញ្ចឹងបាទកុំឲ្យវាស្រែកកុំឲ្យវារូអញ្ចឹងធ្វើកុំឲ្យមានចិត្តនឹងចង់ទៅទាលុយថ្ងៃណាសងថ្ងៃហ្នឹងទៅគិតតាមរឿងកម្មផលទៅបាទបើគេមានលុយគេសងហើយបាទទុកឲ្យច្បាប់កម្មពៀនឹងជាអ្នកចាត់ចែងទៅច្បាប់កម្មពៀវាច្បាប់កម្មពៀហើយបាទបើយើងជាពាក់គេប្រជាតិមុនយ៉ាងមកក្នុងជាតិនេះគឺយើងត្រូវតែសងគេវិញបាទប៉ុន្តែសម្រាប់មនុស្សអាក្រក់បុគ្គលពៀលគឺវាមិនគិតអញ្ចឹងទេវាគិតតែចង់យកលុយគេហើយអត់សងតែម្ដងបាទបើនៅរស់គិតតែទៅទាហ្នឹងហើយបាទអញ្ចឹងធ្វើឲ្យឈឺទៅឈឺផ្លេចឈឺកាត់ដើមមិនរួចអញ្ចឹងទៅពេទ្យទៅអីអញ្ចឹងទៅអញ្ចឹងម្ចាស់លុយហ្នឹងអស់ទាំងលុយទៅព្យាបាលជំងឺហើយអស់ទាំងលុយទៅពេទ្យហើយអស់ទាំងអាលុយថ្លៃឲ្យគេខ្ចីនឹងទៀតឲ្យគេជាពាក់នឹងទៀតបាទអានេះជារឿងគ្រោះថ្នាក់
មួយដ៏ខ្លាំងបំផុតដែលមិននឹកស្មានដល់បាទអញ្ចឹងអ្នកខ្ចីលុយគេនឹងអំពើអីក៏ហ៊ានធ្វើដែរបាទអញ្ចឹងយើងមានលុយយើងត្រូវតែប្រយ័ត្នហើយយើងឲ្យលុយគេខ្ចីបាទយើងឲ្យលុយគេខ្ចីយើងម្ចាស់លុយហ្នឹងយើងត្រូវដាក់ឈ្មោះប្តីប្រពន្ធឈ្មោះកូនឈ្មោះចៅឈ្មោះក្រុមគ្រួសារយើងនៅក្នុងឯកសារនៅក្នុងក្រដាស់កិច្ចសន្យាដែលឲ្យលុយគេខ្ចីនឹងផងបាទហើយយើងឲ្យលុយគេខ្ចីត្រូវតែមានអាជ្ញាធរមានសមត្ថកិច្ចប៉ូលីសប្រធានភូមិមេឃុំចវាយស្រុកចវាយខេត្តអីតុលាការចៅក្រមមេធាវីអីឲ្យដឹងលឺយ៉ាងទៅយើងសុខចិត្តឲ្យអស់ថ្លៃសេវាបាទសុខចិត្តឲ្យអស់ថ្លៃសេវាដើម្បីឲ្យច្បាប់គេដឹងលឺបាទអញ្ចឹងយើងកុំមើលចោលរំលងច្បាប់មកច្បាប់មានច្បាប់អ្នកស្រុកច្បាប់មន្ត្រីនិងច្បាប់ព្រះពុទ្ធបាទបើយើងចោលមួយណាក៏អត់បានដែរបាទច្បាប់មន្ត្រីបើយើងចោលក៏មិនកើតបាទសំបីតែយើងកើតមកក៏ត្រូវតែចុះសបុតកំណើតរៀបមង្គលការក៏ត្រូវតែធ្វើច្បាប់អាពាហ៍ពិពាហ៍សម្បត្តិអាពាហ៍ពិពាហ៍ពេលដែលយើងស្លាប់កូនចៅអ្នកនៅរស់ហ្នឹងក៏ត្រូវតែធ្វើសម្បត្តិមរណភាពបាទត្រូវតែមានដូចច្បាប់អ្នកស្រុកគឺត្រូវតែមានទំនៀមទម្លាប់ប្រពៃណីអីក្រុងបាលីក្រុងអីលោកសូត្រមន្តសូត្រអីហ្នឹងបាទកច្ចធម៌បាយសីមានអាចារ្យមានអីហ្នឹងបាទហ្នឹងហើយច្បាប់អ្នកស្រុកដោះជំពើមើលជំងឺមានក្បួនទុះទាយថ្ងៃណាល្អអាហ្នឹងច្បាប់អ្នកស្រុកហើយបាទមានការធ្វើបុណ្យឧទ្ទិសកុសលអីហ្នឹងច្បាប់អ្នកស្រុកហើយបាទដល់ពេលច្បាប់ព្រះពុទ្ធគឺនិយាយអំពីរឿងបុណ្យបាបបាទបើយើងជាពាក់លួយគេអត់សងអញ្ចឹងជាតិក្រោយយើងសងគេប៉ុន្តែបើជាតិមុនយើងជាពាក់គេអត់សងអញ្ចឹងជាតិនេះគេមកទាយើងវិញគេមកបោកប្រាស់យើងវិញបាទយើងបោកប្រាស់គេវិជាតិមុនយើងលួចឆក់ប្លន់គេវិជាតិមុនអញ្ចឹងមកជាតិនេះគេមកបោកប្រាស់យើងវិញលួចឆក់ប្លន់យើងវិញបាទជាតិមុនយើងធ្វើឲ្យគេពិបាកចិត្តមកជាតិនេះគេធ្វើឲ្យយើងពិបាកចិត្តធ្វើឲ្យយើងក្តៅក្រហាយវិញអញ្ចឹងច្បាប់ទាំង3ហ្នឹងកុំចោលបាទបើយើងឲ្យលុយគេខ្ចីយើងត្រូវតែទៅរកច្បាប់មន្ត្រីច្បាប់ប្រទេសបាទយើងឲ្យលុយគេខ្ចីយើងម្ចាស់លុយហ្នឹងដាក់ទៅមានឈ្មោះប្តីប្រពន្ធមានឈ្មោះកូនឈ្មោះចៅអីសមាជិកក្រុមគ្រួសារយើងទាំងប្រមាណយើងត្រូវឲ្យដឹងឮទាំងអស់បាទហើយមានអាជ្ញាធរឃុំសង្កាត់អីដឹងឮទាំងអស់បាទបើយើងដាក់ឈ្មោះតាមម្នាក់បើម្នាក់នឹងងាប់បាត់អញ្ចឹងយើងទៅទីអត់បានទេបាទអញ្ចឹងជនខលខូចដែលខ្ចីលុយគេនេះគឺវាឆ្លៀតឱកាសបាទវាឆ្លៀតឱកាសប្រើល្បិចផងប្រើបញ្ញាផងប្រើអំពើអំពាន់ផងបាទប្រើអំពើអំពាន់ធ្វើឲ្យយើងនឹងមានចិត្តគំនិតកុំចង់ទៅទាលុយវាអញ្ចឹងឯណាមិនមាច់ទាទេបាទហ្នឹងហើយថ្ងៃណាវាសងថ្ងៃហ្នឹងទៅបាទយើងសុខចិត្តធ្វើបុណ្យឲ្យវាទៅបាទធ្វើបុណ្យអត់កើតទេបាទលុយរាប់ពាន់រាប់ម៉ឺនដុល្លាររកវាមិនងាយបានទេអាធ្វើបុណ្យផ្សេងបាទអញ្ចឹងអារឿងបញ្ញាដោះស្រាយមានល្បិចកិច្ចកលអីយុទ្ធសាស្ត្រអីនេះគឺវាផ្សេងការរកស៊ីផ្សេងខាតចំណេញនេះក៏វាផ្សេងដែរក្នុងឆាកជីវិតបើយើងខាតតែរហូតក៏វាអត់កើតដែរបាទអញ្ចឹងយើងដើម្បីរកផលចំណេញបាទមិនមែនសុខចិត្តខាតហើយនិយាយថាសន្សំសុខទេបាទអញ្ចឹងសូមគិតឲ្យច្បាស់កុំឲ្យមានគ្រោះថ្នាក់